ដូចខ្សែកត្បូងមរកតដែលសៀវជៀនឲ្យអូនទេឥឡូវអូនអាចដើរដោយងាយមុខខ្ពស់បានហើយណាគឺថាមិនបានជិះកដោដែលកូនប្រសាឲ្យបងមិនស្មើកដោដែលកូនឲ្យទៅអូនអញ្ចឹងកូនប្រសារបស់បងពិតជាលំអៀងពេកហើយអាលៀងតើសៀវជៀនបានឲ្យអ្វីទៅកូនដែរប៉ាងកំពុងសួរឯងណោះលោកប្រុសគួរតែបិទមាត់សិនទៅយ៉ាងហោចណាស់ក៏លោកប្រុសមានរបស់នេះដែរសៀវជៀនដើម្បីអរគុណដែលអញជួយឲ្យខ្ញុំមានការងារដូច្នេះអញក៏បងអីញ៉ាំទៅមែនទេអញ្ចឹងយើងមិនក្រាញចិត្តនោះទេខ្ញុំយកមួយនេះហើយមួយនេះកុំយករបស់ណាដែលធ្វើឲ្យខ្ញុំរើសមិញនេះអាសាពេលនឹងឲ្យខ្ញុំមកយកទេចាបានសុំយល់ផងស្ត្រីមានផ្ទៃពោះត្រីមេទេពីចំណងអាហារដោយសត្វដំរីទឹកអញ្ចឹងឈីយូលៀងមិនបានធ្វើបាបអីទេអូមែនហើយយើងចង់សួរអញមួយមិនបានជាឲ្យរៀបការជាមួយគេភ្លាមវាមិនមែនភ្លាមទេគ្រាន់តែជាចៃដន្យជាមួយគាត់ប៉ុណ្ណោះប្រាប់ខ្ញុំមកត្រង់មើលតើកូនក្នុងពួកអញជាកូនរបស់លូម៉ាជានេះប៉ុន្តែអញឲ្យលុយជាងទទួលខុសត្រូវដើម្បីរកឪពុកល្អសម្រាប់កូនមែនទេប៉ិតដែរទេហើយយ៉ាវាអាចទៅរួចដល់របៀបណាអញកំពុងតែនិយាយផ្ដេសផ្ដាស់អីលោកមួយយ៉ាងម្នាក់នឹងយើងបែកគ្នាជាមួយវាយូរហើយថាម៉េចនឹងបែកគ្នាជាមួយខ្ញុំនឹងបែកគ្នាជាមួយខ្ញុំយ៉ាងម៉េចបានជាលោកធ្វើដូចជាខ្មោចតាមឡងខ្ញុំគ្រប់ពេលអញ្ចឹងខ្ញុំមានអារម្មណ៍ថានាងចេះតែកិច្ចមុខពីខ្ញុំមិនលើកទូរស័ព្ទខ្ញុំហើយថែមទាំងមើងងាយបងស្រីខ្ញុំទៀតសិនជិនខ្ញុំបានឲ្យលុយនាងច្រើនណាស់ហើយអ្វីដែលនាងត្រូវធ្វើគឺលួចទិន្នន័យក្រុមហ៊ុននាងចង់បានអ្វីឲ្យប្រកបទៅនឹងលោកគិតស្អីហ្នឹងខ្ញុំចង់ការកំហុសដែលខ្ញុំបានធ្វើពីមុនព្រោះខ្ញុំចង់បានលុយទាំងអស់ដែលខ្ញុំបានឲ្យទៅជនក្រីក្រកាន់នៅខ្វាក់ភ្នែកយកមកវិញឬបន្តទៀតលោកក៏មករំខានជីវិតក្រុមគ្រួសារខ្ញុំទៀតនេះលោកមកបញ្ជាការញ៉ាំអាហាររបស់ខ្ញុំហើយវ៉ាសាប៊ីនេះហឹរណាស់ត្រូវហើយរឿងចាប់អស់ហើយសិនជិននាងអាចកុហកគេបានប៉ុន្តែនាងមិនអាចកុហកខ្លួនឯងបាននោះទេមិនចុះនាងសោកសៅរហូតដល់ហូរទឹកភ្នែកទៀតផងកុំធ្វើពុតទៀតអីលោកឈីយល់យ៉ាងណាចំពោះកិច្ចសហប្រតិបត្តិការនេះព្រោះយើងត្រូវគ្នាវិញទៅមិនបានចំពោះគេទាំងពីរនៅជាមួយគ្នាហើយតែមិនចាប់គ្នាឯងសាក់មើលទៅនេលីកានជាកដោសម្រាប់គេមែនទេសិនជិននាងឈប់ធ្វើពុតទៅខ្ញុំទទួលស្គាល់ថាខ្ញុំរវល់ពេកមួយរយៈនេះហើយគ្មានពេលសម្រាប់នាងប៉ុន្តែខ្ញុំមិនធ្វើបែបនេះទៀតនោះទេមិនមែននាងតែចង់ពាក់អាវគូស្នេហ៍ជាមួយខ្ញុំទេតោះទៅពួកយើងត្រូវទៅឡើងយើងទៅឡើងទៅកំប៉ាយើងខ្ញុំនឹងប្រកាសប្រាប់ពិភពលោកថានឹងយកស្អីរបស់ឯងមនុស្សអាក្រក់ឡើងយើងទៅណាឆាប់ឡើងយើងទៅចេញទៅហ្វាំងហាវនាងទៅជាមួយខ្ញុំភ្លាមឆាប់ឡើងយើងទៅនាងប្រាប់ឯងឡើងនាងឯងមិនលឺទេលោកប្តីអូនមិនអីទេមែនទេអូនមិនអីទេបងចាំមិនហើយឆាប់សិនឥឡូវនេះឯងគួរតែស្វាងឲ្យមែនទេបងមិនឈឺកន្លែងណាទេបងមិនអីទេមិនបានជានឹងការពារវាអញ្ចឹងនឹងភ្លេចឲ្យមែនទេមិនបានជានឹងមានផ្ទៃពោះអញ្ចឹងមើលទៅវាដោយសភាពបរោះយ៉ាងអញ្ចឹងប៉ុន្តែវាជាមនុស្សរមុំកម្មណាស់ឯងទៅងាប់ទៅបិទមាត់ស្អីរបស់ឯងដែលចេះតែរករឿងគេនោះទៅយើងប្រាប់ឯងបើប្តីរបស់យើងមិនអីយើងនឹងដោះលែងឯងតែបើគាត់មានបញ្ហាយើងនឹងបំផ្លាញផ្ទះរបស់ឯងចោលឲ្យអស់ពិតទេដែលបងមិនអីនោះហ្វាំងហើយពេលនេះខ្ញុំត្រឡប់ទៅផ្ទះជាមួយប្តីរបស់ខ្ញុំសិនហើយមិនអីទេអញនាំគ្នាទៅលឿនទៅត្រូវហើយកូនក្នុងពោះរបស់ខ្ញុំពិតជាមិនមែនរបស់លោកមួយយ៉ាងទេមើលតាមចរិតរបស់ឯងដឹងថាកូននេះជាកូនប្តីរបស់ឯងតែហើយ
surprise រីករាយថ្ងៃកំណើត ថ្ងៃកំណើ រីករាយ ត ថ្ងៃកំណើតកូនប្រុស រេរថ្ងៃកំណត់បងសម្លាញ់ អេកូនប្រសាប្តីរបស់ឯងនិយាយគេកាត់អីទៀតហើយនឹង ខ្ញុំក៏មិនដឹងដែរចាំខ្ញុំទៅសួរគាត់សិនប៉ុន្តែម៉ាក់និងប៉ាពិតជាអស្ចារ្យណាស់ថ្ងៃនេះ ហើយយ៉ាលោកប្តីគ្រាន់តែជារឿងតូចតាចបែបនេះបងអាចប្រាប់អូនបានតែចាំអូនជួយយ៉ាងម៉េចនឹងអូនពិតជាមិនយល់ពីបងសោះបងសឹកមិនសប្បាយចិត្តអញ្ចឹងឬក៏មកពីអូននិយាយជាមួយលោកម៉ូយ៉ានមែនទេមិនមែនអូនជាអ្នកចាប់ផ្ដើមទេគឺដោយសារតែគេមិនមែនអូនជាអ្នកចាប់ផ្ដើមទេ មនុស្សដែលបងមិនយល់ក៏អូនទៅវិញពេកមិនបានចោលឲ្យកដោទៅគេហើយមកជួយសង្គ្រោះបងអញ្ចឹងឥឡូវអូនគិតយ៉ាងម៉េចហើយបែរជាបង្ហាញការព្រួយបារម្ភមកបងអញ្ចឹង លូលៀងកាដូអ្វីទៅ បងបានឃើញនាឡិកាដែលអូនទិញនៅផ្សារទំនើបថ្ងៃនោះហើយបងចាំបានថ្ងៃនេះវាបែរជានៅលើដៃរបស់គេទៅវិញ ដោយសារតែរឿងនឹងមែនទេវាគួរតែជាការភ្ញាក់ផ្អើលថ្ងៃកំណត់សម្រាប់បងឥឡូវនេះការភ្ញាក់ផ្អើលបានបាត់អស់ហើយនេះសម្រាប់បង វាជារបស់បងមែនណា អញ្ចឹងមានន័យថាពេលដែលបងបានឃើញអូនមិញនេះគឺបងរងចាំពាក្យវានៅលើដៃរបស់បងមែនទេជាការចេញផ្សាយដំបូងមានកំណត់ថែមទាំងមានឆ្លាក់សញ្ញានៅពីក្រោយទៀត សញ្ញាផ្កាឈូករត់វាពិតជាស័ក្តិសមនឹងបងខ្លាំងណាស់ ពិតមែនហើយនាឡិកានេះមើលទៅល្អបំផុតពេលដែលនៅលើដៃរបស់បងបើសិនជាបងពាក់វារាល់ថ្ងៃវានឹងកាន់តែស័ក្តិសមនឹងបងមានផ្ទៃពោះ6ខែជាងហើយអូនឃើញនៅក្នុងរឿងភាគថាគ្រូពេទ្យរាជវាំងថាទារកនឹងរឹងមាំនៅខែទី6តែពួកយើងគួរតែសាកល្បងទេអឺ អូនហត់ពេញមួយថ្ងៃហើយយប់ហើយអូនឆាប់ទៅសម្រាប់ទៅនៅយប់ជ្រៅមិនល្អទេ ហេអូនពិតជាហេខកចិត្តខ្លាំងណាស់អើយពិតជាខកចិត្តណាស់ ភ្ញាក់មកនេះគឺជាកាដូថ្ងៃកំណើតដែលមានតែមួយនៅក្នុងលោកនេះគឺសៀវជៀនជាអ្នកឲ្យមកខ្ញុំដែលផ្ទាល់ដៃ ឥឡូវនេះមើលនាឡិកាដែលសែវជិនកំងពិសេសរបស់ឯងទៅមើលថាមកប្រហែលហើយ គឺម៉ោង3ហើយហើយយ៉ាយើងពេកហើយអូយ លោកឈីលោកកំពុងធ្វើអីនេះបដូរឡានមែនទេឯងដឹងស្អីយើងចង់ការពាររាងកាយដ៏ល្អបំផុតរបស់បុរសដើម្បីបង្កើនភាពដ៏អស្ចារ្យនៃសាច់ដុំរបស់យើងលោកឈីជាប្រោះរៀបការឲ្យមានវិន័យណាស់ពួកយើងមិនតាន់រៀបការមិនអាចខាត់គាត់បានទេលោកឈី លោកឈីលោកជាអ្វីទេមិនឲ្យមានរឿងដែលត្រូវឲ្យទៅធ្វើឆាប់ត្រង់មើលទៅ
អ្នកណាដាក់តាមប្រពន្ធយើងកាលនោះតែប្រាំងទេបាទលោកប្រធានអូនមានកាយមែនទេអូនកំពុងគិតថាតើប្អូនប្រុសរបស់បង ហីអូនកុំគិតប្រេះប្រាសោះណាចាំរហូតដល់អូនសម្រាប់កូនសិនទៅ បងនិយាយអីហ្នឹងអូនចង់បានន័យថាបងប្អូនរបស់បងពេលនេះនៅឯណាទៅគឺឈីយូហាំង គឺមិនបានសុកអូនកាត់ដល់គេអញ្ចឹង មែនហើយចិត្តដល់ខូបអាពាហ៍ពិពាហ៍ម៉ាក់និងប៉ាហើយតាមែនទេគេនៅបរទេសហើយមិនត្រឡប់មកវិញទេ និយាយចំទៅមិនមែនបងហាមឃាត់អូនមិនឲ្យត្រឡប់មកវិញឯណា ហា ម៉ាបងថ្លៃបានដាក់មតិចូលទៅក្នុងបង្អែមទឹកដោះគោរបស់ខ្ញុំហើយ ម៉ាក់ផ្នែកខ្ញុំមិនសូវល្អទេខ្ញុំស្មានថាវាជាសណ្ដែកក្រហមទើបខ្ញុំដាក់ចូលទៅខ្ញុំពិតជាអចេតនាមែនប៉ុន្តែយូហាំងបានចាប់ខ្ញុំបង្ខំខ្ញុំឲ្យលុតជង្គង់សុំទោសគេទៀតផងមើលចុះ ខ្ញុំជាកូនប្រុសទី2នៃតកូលឈីនាងរករឿងខុសមនុស្សហើយ អូហូនេះឯងហ៊ានរករឿងបងថ្លៃឯងផងហេខ្ញុំគិតថាឯងរករឿងខំមនុស្សហើយចៃដន្យអីក្រុមហ៊ុនថ្មីនៅអាហ្វ្រិកកំពុងសាងសង់ផ្លូវដែកឯងទៅជាមួយពួកគេទៅ ម៉ាក់ ម៉ាក់ នេះម៉ាក់ស្ដាប់មិនដឹងថាវាជា AI ទេមែនទេខ្ញុំគ្មានកំហុសទេសិនជៀននាងចាំធ្វើមើលចុះខ្ញុំចប់ជាមួយនាងមិនងាយទេខ្ញុំឆ្ងល់ណាស់ថាគេមាននឹកទឹកមកទេដែលម៉ាក់ធ្វើឲ្យគេដែរទេ